បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទមូនរ៉េតពីទីក្រុងឡុងបេរដ្ឋកាលីហ្វ័រញ៉ាថ្ងៃនេះគឺជារាត្រីថ្ងៃទី29ខែកញ្ញាឆ្នាំ2025បងអែមរៀងមាត់សម្រាប់រាត្រីថ្ងៃទី29កញ្ញាឆ្នាំ2025នេះគឺមានមួយផ្ទះថ្នោតល្មមសម្រាប់បងប្អូនទទួលទានមុនចូលសម្រានព័ត៌មានសំខាន់នៅទីនេះគឺស្ថានភាពព្រំដែនរបស់យើងគឺនៅតែក្តៅកគុកដូចបាយពុះមិនស្ងប់ស្ងាត់ដោយអ្វីដែលកម្ពុជាធ្លាប់អះអាងនោះទេបាទបើទោះបីជាសារព័ត៌មានឬក៏សេចក្តីថ្លែងការណ៍ប្រកាសព័ត៌មានសន្និសីទសារព័ត៌មានអីរបស់រដ្ឋាភិបាលកម្ពុជាក្រសួងការពារជាតិក្រសួងការបរទេសអីលែងធ្វើដូចមុនក៏ដោយក៏ប៉ុន្តែស្ថានភាពព្រំដែនមិនបានស្បើយឬក៏ត្រជាក់ទេគឺក្តៅឡើងបាទតែអាចថារដ្ឋាភិបាលមិនចង់ធ្វើសន្និសីទសារព័ត៌មានអីដើម្បីកុំឲ្យថាស្ដាប់ទៅដូចជារពើងខ្លាំងពេកសុខចិត្តចេញសេចក្តីប្រកាសព័ត៌មានស្ងាត់អីវិញទៅវាប្រសើរជាងធ្វើឲ្យរឿងនេះថាគេក្តៅកគុកតែជើងធ្វើសន្និសីទសារព័ត៌មានក្រៅកគុកដែរទៅវាធ្វើឲ្យរំជើបជួលច្រើនអញ្ចឹងបើស្ងាត់អញ្ចឹងទៅក៏ម្យ៉ាងដែរបើតែយ៉ាងណាមិនស្ងាត់ទេបងប្អូនថ្ងៃនេះគឺខាងយោធាជើងទឹកថៃបានប្រកាសប្រាប់សារព័ត៌មានថៃគ្រប់ប៉ុស្តិ៍យើងអត់ដឹងពីខាងកម្ពុជាទេយើងដឹងព័ត៌មានពីខាងថៃទៅវិញហើយខាងកម្ពុជាយើងនឹងពិបាករកព័ត៌មានឯករាជ្យណាស់អញ្ចឹងឲ្យថាវាអភ័ព្វមែនតើតែខ្ញុំមែនតើតែពេលយើងផ្សាយព័ត៌មានពីខាងថៃច្រើនពេកគឺថាយើងនឹងលំអៀងទៅខាងថៃក្បត់ជាតិកាន់តែជើងថៃប៉ុន្តែមករកព័ត៌មានខាងយើងនោះវាអត់មានវាមានតែខាងគេណាបងប្អូនអញ្ចឹងសូមអធិស្ឋានផងបងអែមលៀមមាត់របស់មួនរ៉េតជួនកាលស្ករត្នោតចង់យកខ្លាំងពីខេត្តកំពង់ស្ពឺយើងយកមកគោលរងាស់ដើម្បីឲ្យបងប្អូនទទួលទានឲ្យឆ្ងាញ់ពិសាផលិតផលក្នុងស្រុកប៉ុន្តែជាទូទៅអាផលិតផលក្នុងស្រុកយើងបិទចិត្តឈឹងអស់ជួនកាលរងមិនបានទៅទៀតចង់គ្រប់គ្រងស្ទួយផលិតផលជាតិយើងណាស់បាទជាខ្មែរប៉ុន្តែពេលខ្លះរកវាមិនបានអញ្ចឹងទៅបងប្អូនថ្ងៃនេះបង្អែមលៀងមាត់គឺមែនតើទៅគឺយើងទទួលទានបង្អែមលៀងមាត់រសជាតិខ្មែរប៉ុន្តែព័ត៌មានប្រភពពីខាងថៃទៅវិញទេបងប្អូនព្រោះអីយើងអត់មានព័ត៌មានពិតយូរយើងមានម្ដងដែលខាងកម្ពុជាតបអញ្ចឹងទៅថ្ងៃនេះប្រភពសារព័ត៌មានថៃចម្រុះផ្សព្វផ្សាយអំពីការវាយកំទេចផ្ទះខ្មែរ3ខ្នងតាមពិតនៅក្នុងផ្ទះខ្មែរ3ខ្នងនោះខ្ញុំជឿថាជាសំណង់អាគារយោធាច្រើនជាងជាផ្ទះប្រជាពលរដ្ឋណាព្រោះដោយសារតែនៅក្នុងតំបន់ព្រំដែនហ្នឹងយើងដឹងហើយនៅព្រំដែនខេត្តពោធិ៍សាត់ជាមួយនឹងខេត្តត្រាតរបស់ប្រទេសថៃហ្នឹងគឺកន្លងមកនៅម្ដុំភូមិសាសណែភ្លុកអូដំរីហ្នឹងគឺយើងធ្លាប់តវ៉ាគេដែរមិនមែនថាមិនបានតវ៉ាទេណាហើយខ្ញុំមកដល់ម៉ោងនេះគឺអាផ្ទះ3ខ្នងដែលថៃទើបតែវាយកំទេចកាលពីថ្ងៃ28តាមពិតថ្ងៃនេះថ្ងៃ29ផ្ទះ3ខ្នងនេះគឺថៃបានដាក់គ្រាប់ផ្ទុះដើម្បីកំទេចចោលអស់បាត់ទៅហើយកាលពីថ្ងៃទី28គេបានតែរូបថតយកមកផ្សាយពីអាគារដែលរៀបដល់ដីឲ្យយើងមើលតែប៉ុណ្្នឹងទេប៉ុន្តែថាតើការនេះវាពិតប៉ុណ្ណា AI ឬមិន AI យើងចាំស្ដាប់ខាងក្រសួងការពារជាតិកម្ពុជានិងខាងយោធាជើងគុករបស់កម្ពុជាឬរដ្ឋាភិបាលកម្ពុជាតបប៉ុន្តែអ្វីគឺថៃគឺគេបានផ្សព្វផ្សាយជាអន្តរជាតិហើយថាអាគារ3ខ្នងដែលជាផ្ទះរបស់ខ្មែរនៅតំបន់ខេត្តពោធិ៍សាត់ដែលថៃចាត់ទុកថាយើងបានបំពេញឈ្លានចូលដីគេយ៉ាងម៉េចនោះឥឡូវគេបានកំទេចវាចោលទៅហើយខ្ញុំនឹងបញ្យល់លម្អិតថាតើផ្ទះ3ខ្នងនេះវាស្ថិតនៅក្នុងភូមិសាស្ត្រដោយអ្វីដែលកម្ពុជាតវ៉ាដែរឬយ៉ាងណាឬក៏3ខ្នងថ្មីទៀតហើយបងប្អូនដំណឹងទី2គឺតកតងនឹងព្រៃភូមិនងច័ន្ទឬក៏ព្រៃច័ន្ទភូមិជោគជ័យនេះគឺคล้ายទៅជាព្រៃការពារទៅហើយបងប្អូនមិនមែនព្រៃការពាររបស់កម្ពុជាទេគឺជាព្រៃការពាររបស់ប្រទេសថៃដែលគេបានចេញជាប័ណ្ណបញ្ជាថ្មីមួយដាក់ភូមិព្រៃច័ន្ទនិងភូមិនងច័ន្ទនិងភូមិជោគជ័យតំបន់ដែលមានព្រៃដែលយើងទៅតតាំងឬបលាលុះពីថៃនោះជាព្រៃការពារនៅពេលដែលថៃដាក់ប្រកាសថាជាព្រៃការពារបានន័យថាថៃនឹងចាប់ផ្ដើមធ្វើទុកបុកម្នេញផ្ដំទាទោសចាប់ជនជាតិខ្មែរយើងទាំងឡាយណាដែលតដៃថៃនៅក្នុងតំបន់ទាំងនោះហើយរឿងនេះគឺជារឿងមួយកាន់តែឈឺចាប់បន្ថែមទៀតដែលក្រៅទៅពីបន្លាលួសដែលរឹតរួតបេះដូងថ្លើមប្រមាត់របស់កម្ពុជាយើងរាប់ខែមកនេះ
ឥឡូវនេះថៃចាប់ផ្ដើមឈូសឆាយផ្លូវពង្រីកផ្លូវពី3-4 ម៉ែត្រឡើងទៅ8 ម៉ែត្រធ្វើហេដ្ឋារចនាសម្ព័ន្ធសម្បើមនៅតំបន់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យដើម្បីបញ្ជាក់ប្រាប់ថានេះគឺជាដីគេហើយយើងគ្មានសិទ្ធិតវ៉ាឬក៏មិនអាចទាមកវិញបានទេលើកឡើងតែយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិប៉ុន្តែកម្ពុជាជ្រើសរើសយកវិធីតវ៉ាមានលិខិតមួយពីលោកអ៊ុំរិត្រីដែរអភិបាលខេត្តបន្ទាយមានជ័យផ្ញើទៅកាន់អភិបាលខេត្តស្រះកែវតវ៉ាជំទាស់ខ្លាំងរឿងដែលថានឹងធ្វើទុកបុកម្នេញប្រជាពលរដ្ឋខ្មែរនៅតំបន់នោះហើយលិខិតរបស់លោកអ៊ុំរិត្រីទើបតែផ្ញើចេញកាលពីថ្ងៃទី28ខែកញ្ញានេះឯងម្សិលមិញនេះឯងហើយឥឡូវនេះអភិបាលខេត្តស្រះកែវគឺគេតបមកវិញយ៉ាងចាស់ដៃប្រាប់ថាទាត់ចោលលិខិតរបស់លោកអ៊ុំរិត្រីទៀតហើយគេបើកភ្លើងខៀវឲ្យអាជ្ញាធរនៅខេត្តស្រះកែវចាត់ការតាមការគួរទៅតាមអ្វីដែលជាការគួងទុករបស់គេតើរឿងនេះយ៉ាងម៉េចទៅវិញបងប្អូនយើងតវ៉ាគេមិនស្ដាប់តែគេនៅតែបំពេញចូលក្នុងដីយើងរហូតហើយយើងនៅតែអត់ធ្មត់ហើយតវ៉ាតើអ្វីទៅដែលជាដំណោះស្រាយពិតប្រាកដតើយើងពិតជាអាចនឹងរកដំណោះស្រាយនឹងបានដែរឬទេក្រៅតែពីធ្វើលិខិតតវ៉ាជំទាស់កោលទោសស្នើអីនឹងបងប្អូនខ្ញុំនឹងបញ្យល់រឿងនេះលម្អិតបន្ថែមទៀតដែរហើយបងប្អូនចេះតែសួរខ្ញុំថាចាប់អញ្ចឹងយើងធ្វើម៉េចយើងជាខ្មែរយើងគួរធ្វើម៉េចបើគេយកដីយកអីយើងអញ្ចឹងហើយរដ្ឋាភិបាលនៅស្ងៀមអញ្ចឹងខ្ញុំថាដំណោះស្រាយមិនអត់ទេឲ្យតែមានឆន្ទៈពិតប្រាកដថាយើងពិតជាស្រឡាញ់ជាតិស្រឡាញ់ទឹកដីស្រឡាញ់អីហ្នឹងមែនតើឥឡូវនេះយើងចូលដល់ចំណុចទី3គឺជាព័ត៌មានដែលធំមួយដែរហើយគួរចាប់អារម្មណ៍ដែរបងប្អូនករណីឃាតកម្មលើតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកលឹមកំយ៉ាដែលឃាតករបាញ់ប្រហារស្រស់ដោយមានកិច្ចសហការពីខ្មែរយើង2នាក់ផងហើយមិនដឹងថាប្រមាណអ្នកទៀតនៅពីក្រោយហ្នឹងគ្រាន់តែដឹងថាខ្មែរយើង2នាក់ហ្នឹងគឺមានលោកលីរតនៈរស្មីនិងលឹមពេជ្រកំស្រិនដែលជាជនដៃដល់ឲ្យណោតឲ្យដូចថាចំអុលបង្ហាញទូរស័ព្ទតាក់ទងផ្ទេរលុយផ្ទេរអីដើម្បីឲ្យភៀនណយទៅសម្រាប់លោកលឹមកំយ៉ាដែលជាលោកភៀនណយគឺជាជនជាតិថៃនៅឯកណ្ដាលទីក្រុងបាងកកនោះឥឡូវនេះសវនាការរបស់តុលាការព្រំប្រទានថៃគេយកករណីរបស់លោកលឹមកំយ៉ាយកមកជំនុំជម្រះនៅស្អែកនេះហើយគឺថ្ងៃទី30ខែកញ្ញាឆ្នាំ2025នេះអាចសវនាការ2ថ្ងៃជាប់គ្នាឯណោះហើយខ្ញុំនឹងជម្រាបជូនបងប្អូនត្រួសអំពីសវនានៃសាច់រឿងឃាតកម្មលោកលឹមកំយ៉ាបន្តិចព្រោះអីមកដល់ខែនេះគឺ9ខែបងប្អូនទាំងអស់គ្នាហើយតើរឿងនេះវាយ៉ាងម៉េចទៅវិញខ្ញុំក៏នឹងដកស្រង់ប្រសាសន៍របស់ក្រុមមេធាវីរបស់លោកលឹមកំយ៉ានៅបារាំងតើគេថ្លែងសារយ៉ាងដូចម្ដេចទាក់ទងនឹងករណីឃាតកម្មលើកូនក្តីរបស់ពួកគាត់ហើយតើគេសង្ឃឹមអីថាសវនាការនៅតុលាការថៃនេះនឹងអាចរកយុត្តិធម៌ជូនលោកលឹមកំយ៉ាបានដែរឬយ៉ាងណាហើយជាចុងក្រោយនោះគឺតាក់ទងនឹងទាហានកម្ពុជាយើងទាំង18នាក់ដែលនៅក្នុងកណ្ដាប់ដៃថៃឥឡូវនេះគឺនៅតែពុំមានដំណឹងឬក៏តម្រុយឬក្តីសង្ឃឹមណាមួយដែលថាគេនឹងអាចដោះលែងពួកគាត់ឆាប់ទេចូលដល់ថ្ងៃ62អីទៅហើយ62ថ្ងៃហើយណែខាងភាគីថៃយើងនាំគ្នាសង្ឃឹមនយោបាយថៃអាចស្បាយដើម្បីដោះស្រាយបញ្ហាយើងឥឡូវនេះខាងលោកអនុទិនច័ន្ទវរៈគុលដែលជានាយករដ្ឋមន្ត្រីថៃថ្មីក៏បានប្រកាសថាគាត់នឹងរំលាយសភាថៃនេះទាល់តែគៀកដល់ខែ3ឆ្នាំ2026បងប្អូនយើងត្រូវចាំប្រហែលខែទៀតពេលគេរំលាយសភាហើយរៀបចំការបោះឆ្នោតទម្រាំបានរដ្ឋាភិបាលថ្មីស្បត់ចូលកាន់តំណែង2026នោះមិនស្រួលចូលដល់ខែនេះកញ្ញាយើងវិញជិត1ឆ្នាំទៀតអីនោះហើយតើយើងនៅរ៉ាំរ៉ៃត្រាំត្រែងប៉ុណ្ណាតើស្ថានភាពព្រំដែននឹងក្តៅកគុកហើយគេនឹងរំលោភចូលរបងបលាលុះគេចូលដល់ប៉ុណ្ណាហើយតើពេលណាបានខ្មែរយើងដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ អញ្ចឹងបាទឥឡូវរឿងទី1ទៅមុនបងប្អូនតាក់ទងនឹងការដែលវាយកំទេចអាគារឬក៏អាចថាជាផ្ទះសំណង់3ខ្នងនៅឯព្រំដែនខេត្តពោធិ៍សាត់និងខេត្តត្រាតនៃប្រទេសថៃតាមពិតរូបភាពដែលគេផ្ដល់មកហ្នឹងមែនតើទៅវាពិបាកមែនតើខ្ញុំព្យាយាមស្រាវជ្រាវរកព័ត៌មានច្រើនដើម្បីឲ្យខ្ញុំរៀបចំប្រាប់បងប្អូនអំពីភូមិសាស្ត្រពីខាងកម្ពុជាទៅវិញណាបងប្អូនប៉ុន្តែដោយសារតែយើងខ្វះព័ត៌មានពីខាងកម្ពុជា
dương của bạn tiếng toát trong than ở bên cái giấy bị riêng nơi khai trát khai ấy nó dương đăng tại chia phùm sạch cho khai bổ sạch và còn năng còn tại đăng đầm bon chạ đai tại mà đó nó bên đại kia vi cầm tịch tia vi cầm tịch ấy phải chia bọt nó được đặt phùm bể chăn rồi có chụp chơi anh trắng xong bây giờ thay prao biển nòng chăn anh chẳng tới du tới cái dương đăng tập bể chăn là phùm chụp chơi nó không phùm mà sạch khai bờ tim miền chơi chẳng phù rương nó về các đại chẳng để tham miền phải chia bọt chọc từโดยทาตีนหรือบองปลาลูกไอปีไทยตอนใต้ในดำบอลแคตราดนี่คือเจอดำบอลง่ายให้อัดเงินไปเจอปลอดแต่ต่อว่าไอบานเตะให้คืนตายอาญาโทเตะต่อตังค์เนียนของลิขัดเหมือนต่อตังค์เนียนหรือเบียดเจอกำลังไอเตะให้ไทยก็จะตายผมมีนจีบจำเองจังเมาอะไรนี่ไงมาซาลมันที่ผมไว้ใครกันยานี่คือตามเอาไว้ได้ซาบอร์มีนไทยมีนดึกเนชั่นมีนไทยเพรสมีนข่าวสดมีนPBS World คือเก็บซับไซรูปเพียบอัมพีกาวีกับติดอาเกียได้เชื่อสำนักในพรมแดนกัมพูชีไทยหรือว่ายืนนั้นได้จบกับพรมแดนนี้แต่คือสำนักแต่อันนี้ในขนมได้ถึงไตหรือว่ากัมพูชีแต่ผู้กัมพูชีจะบักรุนไอให้ทาวินในขนมได้ถึงไตหรือว่ายืนบ้านแต่ยืนสร้างซองสำนักแบบนี้หรือก็มีแต่แบบนี้แต่ไทยกีตาเครื่องหรือก็สำนักต่างอันนู้นโจหรือโจของใดเกเต้หรือใช่ไหมเกเตรียมเตี้ยอ่อยยืงกลุ่มเต็กชาวยูไฮอะไรนี่ไว้ได้เตี้ยใบขนองในแคตราดนั้นไฮไว้ได้เชื่อสักได้ทลายการระบบไทยตัวจึงตึกไทยนั่นเก่งยิงใช่ถ้าเตี้ยแต่งใบขนองนี่ตรบานดักกรอบผมตู้หรือก็ทวีกลุ่มเต็กชาวบัดแต่หายการปิดไงที่มาเพย์ผมใบแค่กระยาชนำปีปอนมาเพย์ปรำโปรไอ้กิจจาวกัมพูชีทับบ้านตุนเตียนเฉลียนเปลี่ยนโจลตึกใดไทยยกแต่ซ้ำเตี้ยสำนองรึงหรือขนมได้นะทับไตระบอกเกนี่หายทาการวีกำตินี่คือทัวล้างกรอยกรมบัญชีกาเปียปรมได้ในแคทจันทบุรีให้หนึ่งแคทตราดระบอกประเทศไทยนั้นคือจ้องดอกสายปัญหาประชมมุกนี้อยู่ให้หรือถ้าจอจาจมูกกัมพูชีอยู่ให้ตายกัมพูชีเหมือนปรมอนุวัตตามอีกจังแต่ดิฉันเกก็จับประดามอนุวัตการวิกรรมติดโดยทางพิกีเกตวิงขยมอัดดังทำเมานี่ตาในเตียงนั่งมีปัจจัยปรอดในขนมนังเตหรือก็มีเฮียนเยอะนังเตปะฮันจะอาจบังเจ้าตกเอาในตึกนี้ให้บรรทัดเกอาจกำติดบานอย่างจังนะบางคนขยมอย่างนี้คือในตายรงจำจุ่มไหลปีข้างกระทรวงการพิจิตการพิจิตระบอบยืงได้เพราะไอ้เอาไว้ได้ไทยทากรุบเรื่องนั้นเหมือนบ้านในถ้าปิดต่างเอาให้บางคนก็เป็นแต่เหมือนบ้านในแต่เกก็หักต่างเอาได้ตัวดิซาแต่เยอะอัดเงินปดป้อนไอ้กรีบซับไซนั่งให้บรรทัดไทยยืงถือจำมือเกยใหญ่มาให้ยืงใหญ่ตามเอาไว้เกยใหญ่สั้นให้เต้จำสลับปีข้างการพิจิตเบาสลายอะวิอัดโซ่เหมือนกันตามเปิดมองนั่นคือในเป็นมีเรื่องจังไปถือมีซาป้อมีไอกรีดนะจบไซกับกระสมพีกระทรวงการพิจิตสมพีกระทรวงต่างขมายต่างไทยไอจังให้ยืงเชื่อไปเชื่อประวัตินั่นครแต่สร้างประสาซาป้อมีไอกรีดนั่งมาเราอยู่เต้เวทจีบรรทุกทุ่นน่ะเรื่องปะบอทนาวมาชนะแต่นั่นแต่เว้ยเนี่ยอันนี้จังขยมความปะบะบอมโอนเลยทาปรังปลายออกปิลาตะเพียบได้ปันตายเปคลานั้นก็ยืงถ่ายไปปะบะปันไตขยมปะบะอย่างนั้นก็ขยมความปรังปลายโยตามรัตเพียบได้อาจมีพอดมีนจูนหายมาดอนเตี้ยพอดมีนทรายนี่คือทรายแต่ตามปฏิหัดจะแสดงอัดมีนจิกาได้จะแต่เลือกล่างต่อการปฏิการดำใบอ่อยมีนพอดมีนบองโอนโจมือมีไลค์มีนเชียแต่อัดมีนจังไปให้เนี่ยนาจับการถ่ายไอ้หลุมเอียงไตคางนาผมปนเลยนั่งลูกของตรงแต่คล้ายจริงแกบขนมโดไงอัดพร้อมทรายคางคลุนไอ้เอาใช่ปะเอาเตยตะบัดหวานเกมันเอาทรายไปคางเกนหรอกอะไรเก็บทรายมาจังแต่ยืงดอกทรายไอ้ดอกทรายเตยนั่งจีรื่อจมพอบางยืงตาอะไรเก็บท่าเกมลุ่มแต่ขมายใบคลองแต่เราให้ขนมด้านน่ะเธอปะไตเยอะอัปลาลูกของปงแต่รูดเป็นใบโดงสุดประมัดยืงเลยเลยเก็บบ่มพลายแต่ยืงใบคลองติดเลยไอ้ไข่ปูสัตตาขมายยืงชื่อจับที่บางปนลือหรือชนะให้เก๋เก่งเยอะอย่างใครไรเกท่าเก็บบานดอกสายปัญหาได้เจียสนามปัลลาในขนมดวงจับไทยเราบอกเกี่ยูชนามได้คืออะไรนี่คือทัวร์บานจุกเจโดยกลุ่มติดแต่ขมายใบขนองได้ซองโจขนมได้คือ
dương sẽ đặt mau dương có chui chập đây cái chui chập cái tha cái dương nó trộn đầy cái tay dương chui chập đây sao ấy dương về nơi không đây dương hay riêng về bạ bầm phậtนั่นคือไทยcái tha nó không đây cái pra pan tí mùi lử khăn mùi lử hà sập quan tới chẳng tới cái ô do tới hay dương chắc bạc bao dương cứ dương pra pan tí khăn mùi lử pi rồi quan là chia ở bạ sầm quan là nụ sinh nháสันติสัญญาบารังซิมชนำปอนบัวหน่อยบุญปอนบัวหน่อยเปเลยจังเลยปัตตายืงจะบักครั้งนั่งอนุสัญญาหรือสันติสัญญาบารังซิมยืงมีนให้พอลปปันนาในได้จีสันติสัญญาอันตรจิตไทยอัดอลินโยอาอนุสัญญาหรือก็พันตีกูเอาไอ้เตาเพียก็ไอ้บำพลายแต่ยืงบานไอ้ยืงมีนพันตีบ่บารังซิมได้จีบ่ตลาดการอันตรจิตยุตตาติกาอันตรจิตยืงอัดทั่วไอ้เก็บบานอ่ะอันนี้ให้ได้ทั่วไอ้ขมายรองกำเลยท่าcho hạt ấy ban chỉ dương phọp máy hay dương từ nơi lúc chụp cung chụp buông một thay năng đào pê na tiết dương ọt một lấy bàn tay kia bẩm phiên dương cái do chuẩn ngô chắc hồi dương miên pho tang miên ai cái xả năng việc hạ bây đôi chỉ dương đây khmai dương nơi phum dương chụp mũi kia dương miên plang rừng á bong phôn dương miên plang rừng hay dương miên căn mà sức đây cái từ tua squall plang rừng ấy ở hay hồi tới ai nè đây miền tập bạc can đây hay bạc can đây nó xỉn nhê xung của lung tập kia anh do máu sao cái phèo thắt đây nó đây kia lấy kia do này anh dương nè miền phong rừng nó nãy xong đây nó trôi đây kia rồi cọp te nó chia sầm bạc vào cái chân cây do tặng mỏng cây rụng lốp cây vi trao lên chứ hay dương nó có to và tê khi nhom miền phong rừng khi nhom mình ai thua được trên này bàn tê trong mà này thằng ai bẩm piên smart ở đây ní smart ở đây nóไอ้ไทยเกิดสลับยืนถือใส่บอกเกมมีอะไรประกันใดสลับมวนใส่พลังตุนพลังไอ้อย่างไม่เกสอนนั้นเกมมาผมพลังแต่ยืนบ้านโอ้ยยืนมีพลังรังยืนสกจัดต่อว่าไอ้ยังอันไอ้แต่เตรียมตีกาเปียใดเด็กบ่ยืนแต่บ่ยืนอันไอ้เกมเลยไปให้เป็นยัยจังบางคนมือจุนวนเท่ามูนอะไรนั่งยงสมบัติตีร้ายไอ้ไปเชียร์ประวัตินั่งไหมต่อวายนอนเคลียบผมแปะกับเพลิงเติมปรุงได้ประกาศกองปุลประกาศไอจังแต่ไอ้ใบยืนมันเป็นจัดนังเพียบอัดหมดระบบรัฐบาลขยมบ้านทานจังผมขยมก็จังเอาแต่บองโอนกระทายืงมีพลังรึงมาดองเตียยืงมีพลังรึงกินมีพลังต้นอันเนี้ยมีพลังต้นมากับใจอันเนี้ยมีพลังรึงแต่ยังชี้จับไม่ชี้ขมายบองโอนให้ยัยtớiทำไม่จังเอาบองโอนชี้จับไม่ห่อเหืองรัฐบาลkhi mình ai dương từ rong rồi tháp bị ba lại na thế khi mình còn tại prap tha rồi tháp bị ba dương đôi chia tuần chỉ bị hai dương cả muốn tuần phun khi mình thà bị lọ hay cùng tuần chỉ dương rừng băng dương cùng rừng rụt còn ta là năng ắt miên à cái hai thật ní để thà chủng họ đọc về cái màu rùm lia cái chu chai ta dương nửa đầy dương hay dương nơi thì ăn tha thay thưa này bỏng pin tốc oi cái nạ cam mà ca này cái chặt chay tới cùng ao đọt sài khai dương miên bong phong miên chăm ấy lịch khật rồi bao lục chăn bùn đi đại chia đầm nang oi con tọp trường tận nơi đầm bòn khai po sắt chọp khai trạt những chăn là bù ri rồi bỏ thay đại sở xe lịch khật mũi cao bị khai tim mà pay pi khai cả nhà lúc chăn bùn đi ban sở xe lịch khật năng tới thay dương ở ban khơi lịch khật quạt là hốt to tại thay tranh vì riêng cái oi rớp té mũi nơi ô phúc đầm rấy đó nghe nơi mà đông miền trăng xe rớp té hay lúc trăng xe tiệt hay đập về hay miền mạn cả năng trong lịch khách ngày phải pi khai cả nhà năm pi pam phải pram năng lục bôn chăn đi chăn mình đi nè prom tam thầy cứ thấy cái áo dương cầm rớp té bay nó lúc trăng xe năng tranh là cái lại đầm bòn năng ô phúc đầm rấy năng dương prap kia tha dương promรู้เรื่องพิจารณาหมดขนองนึ่งกายสมรู้ตรังเสบางคนยังปลาปีอากายสมรู้นั่งหล่อตากายสมรู้นั่งคือยังลบว่าเอาวิ่งยี่สู้พิซาเนี่ยสไลด์สลับเตยยังกลมปลาพิซาหรือโยบายไอเวนชายไปเอาแต่กายสมรู้โดยตัวเนี่ยดำบอลจูมุกมุมใบแต่กายสมรู้คือยังดอกตัวให้ว่ามีแต่กายสมรู้อย่างน้ำแบบกายสมรู้เราตีฮออะไรตึกมาเปียงจังให้แต่ยืงไถนั่งเวนัยขนมเปียงนั่งให้กายสมรู้บ้านในไม้ไถนั่งไฮแล้วปีพนัยขังเชิงในเปียงเมาพนัยขังโบงในเปียงแต่เวนัยขนมเปียงนั่งได้แต่
អាហ្នឹងបើយើងថាកែសម្រួលបានថាក្នុងន័យថាយើងវល់ដូរទិសពីជើងមកបងក្នុងពីតែនេះគឺលុបបើត្រង់សេគឺលុបបើលុបបានន័យថាយើងផ្ទេត្រីចេញពីពីងមកបាត់ហើយវាអត់នៅទីតាំងដដែលនឹងទៀតទេបានន័យថាយើងកែស្ថានភាពហើយយើងកែសម្រួលនេះគឺបានន័យថាយើងលុបទៅដើម្បីឲ្យអស់ចំនួនដូច្នេះបើតាមអ្វីដែលលោកច័ន្ទប៊ុនឌីថ្លែងពីថ្ងៃទី22ខែកញ្ញាឃើញខាងភាគីកម្ពុជាក៏តវ៉ាសម្បើមដែរខ្ញុំឲ្យ credit ទៅខាងកម្ពុជាមិននៅមាត់ស្ងៀមដែរទេលោកខំប្រឹងតវ៉ានេះតវ៉ានោះថ្កោលទោសនេះជំទាស់នេះចេញសេចក្តីថ្លែងការណ៍នេះក៏មើលទៅតាមពួកគាត់ក៏មិនចង់ឲ្យថៃច្បាមយកដីខ្មែរសំបីតែ1 មីលីម៉ែត្រឬ1ចំអាមណាដែរទេបើតាមអ្វីដែលជាសាររបស់ពួកគាត់គាត់ខំប្រឹងដែរខ្ញុំនិយាយឲ្យការពិតគឺបើលោកច័ន្ទប៊ុនឌីដែលជាវរៈសេនីយ៍ឯកនៅក្នុងកងទ័ពជើងគោកដែលនៅក្នុងព្រំដែនទល់ជាមួយនឹងថៃនៅភូមិសាស្ត្រអូភ្លុកដំរីហ្នឹងនៅក្នុងលិខិតគាត់ថ្ងៃ22ហ្នឹងគាត់និយាយច្បាស់ហើយថាកម្ពុជាព្រមរុះរើផ្ទះមួយខ្នងលុបត្រង់សេហ្នឹងកែសម្រួលអីក៏ដោយតែខ្ញុំនៅតែប្រើលុបត្រង់សេហ្នឹងគាត់ថាកែសម្រួលលេនឋានហ្នឹងតែអត់ព្រមឲ្យរុះរើផ្ទះ2ទៀតព្រោះថៃចង់ឲ្យរុះរើផ្ទះ3ហើយលុបត្រង់សេហ្នឹងខ្មែរប្រាប់ថាអត់ទេផ្ទះមួយលុបរុះរើបានត្រង់សេលុបបានប៉ុន្តែផ្ទះ2ទៀតគឺជាសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរមិនអាចឲ្យប៉ះពាល់បានទេទាល់តែចាំឲ្យគណៈកម្មការព្រំដែនចម្រុះ JBC អីគេដោះស្រាយទៅហើយសូមឲ្យមើលស្មារតី MOU អីចឹងទៅហើយក្នុងលិខិតហ្នឹងក៏មានចែងច្បាស់អញ្ចឹងហើយថៃក៏គេយកមកប្រាប់អញ្ចឹងដែរថាខ្មែរព្រមហើយឲ្យលុបឲ្យកំទេចផ្ទះនឹងមួយចោលលុបលេនថាប៉ុន្តែអាផ្ទះដែលលោកច័ន្ទប៊ុនឌីមានប្រសាសន៍ហ្នឹងមែនតើមានដងទងជាតិនៅមុខហ្នឹងហើយក្បែរត្រង់សេហ្នឹងដូច្នេះពេលដែលប្រើពាក្យថាផ្ទះហ្នឹងនៅក្នុងលិខិតឯកសារផ្លូវការហ្នឹងប៉ុន្តែមែនតើវាជាស្នាក់ការប៉ុស្តិ៍ប៉ូលីសប៉ុស្តិ៍នគរបាលប៉ុស្តិ៍យោធានៅព្រំដែនទៅវិញទេបើតាមយើងមើលព្រោះផ្ទះប្រជាពលរដ្ឋមិនមានជាដងទងជាតិអីនៅមុខផ្ទះអីអញ្ចឹងនៅជាប់ព្រំដែនអញ្ចឹងឯងតែយ៉ាងណាបើកម្ពុជាថាផ្ទះក៏ផ្ទះទៅព្រោះជួនកាលចង់ឲ្យបងប្អូនយើងស្អំចិត្តយើងស្ដាប់មកថាបើជាផ្ទះទេវាដូចថាបើសំណង់យោធាប៉ុស្តិ៍ប៉ូលីសអីយើងដូចថាស្ដាប់ទៅវាអាក្រក់មើលពេកដែលយើងព្រមរុះរើប៉ុស្តិ៍ប៉ូលីសរបស់យើងបានន័យរុះរើចេញពីដែនអធិបតេយ្យខ្មែរយើងស្ដាប់មកហ្នឹងគ្នាមួម៉ៅក្តៅកាហាយងាប់ទៀតហើយប៉ុស្តិ៍ប៉ូលីសរបស់យើងរើគេឲ្យរើតាមស្រែកក្បាលចិត្តគេអញ្ចឹងងាប់ហើយចឹងទៅប្រើពាក្យផ្ទះអីអញ្ចឹងទៅស្ដាប់ទៅក៏វាធូរចិត្តបន្តិចដែរថាបើផ្ទះជាប្រវត្តិមិនមែនប៉ុស្តិ៍ប៉ូលីសព្រោះប៉ុស្តិ៍ប៉ូលីសគឺជាដែនអធិបតេយ្យគឺជាអំណាចនៃភាពឯករាជ្យរបស់ប្រជាជាតិមួយហើយតែយើងទៅរើបោះតាមសំណើគេគឺស្ដាប់មកហ្នឹងគឺយើងចោះចាញ់គេខ្លាំងណាស់មែនតើណាបើស្ដាប់ប៉ុន្តែឥឡូវនៅក្នុងសេចក្តីថ្លែងការណ៍លិខិតរបស់លោកច័ន្ទប៊ុនឌីកាលថ្ងៃ22ហ្នឹងលោកប្រាប់ថាផ្ទះឥឡូវផ្ទះក៏ផ្ទះចោះប៉ុន្តែគេឲ្យរើផ្ទះ3យើងថាយើងរើតែមួយហ្នឹងទេ2ទៀតអត់ទេលុបត្រង់សេតែថ្ងៃទី28នេះថៃកំទេចចោលផ្ទះ3ខ្នងតែម្ដងអត់ដឹងថាតើថៃកំទេចផ្ទះ3ខ្នងនេះវាដូចអ្វីដែលគេស្នើពីដើមឡើយដែលថាសុំឲ្យកំទេចទាំង3ហ្នឹងយើងសុំឲ្យតែមួយសិនផ្ទះ2ហ្នឹងជាផ្ទះប្រជាពលរដ្ឋហើយចាំគណៈកម្មការកិច្ចការព្រំដែនចម្រុះដោះស្រាយមិនដឹងថាអា3ខ្នងហ្នឹងវានៅក្នុងភូមិអូភ្លុកដំរីហ្នឹងភូមិសាស្ត្រហ្នឹងឬក៏យ៉ាងណាឬក៏ទីតាំងផ្សេងយើងអត់ដឹងគ្រាន់តែដឹងនៅក្នុងខេត្តពោធិ៍សាត់ដោយសារអីថៃគេប្រើភូមិសាស្ត្រជាភាសាថៃហើយយើងទៅវាមិនខ្ញុំវាមិនបកកែភាសាថៃផងយើងមិនទាន់អាចផ្ទៀងផ្ទាត់បានទេប៉ុន្តែអ្វីដែលថៃច្បាស់គឺផ្ទះ3ខ្នងគឺគេបានរំលាយរៀបដល់ដីទៅហើយនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាគេលើកឡើងអញ្ចឹងដូច្នេះអ្វីដែលយើងចង់បានហ្នឹងគឺគ្រាន់តែរងចាំសិនទៅបងប្អូនរងចាំមើលក្រសួងការពារជាតិយើងគាត់មានប្រសាសន៍យ៉ាងម៉េចតបទៅនឹងអ្វីដែលជាចំណាត់ការរបស់ថៃព្រោះអីរឿងនេះគឺជារឿងក្តៅកគុកដូចបាយពុះទៀតហើយបងប្អូនមកអីរំលាយផ្ទះនៅដែនអធិបតេយ្យរបស់ខ្មែរយ៉ាងនេះវារកម្មចិត្តណាស់ដូច្នេះយើងក៏ចាំមើលដែរហើយថៃក៏គេបាននិយាយថាចំណាត់ការរបស់គេនេះគឺមិនបទូដៃទេហើយបងប្អូននៅពេលដែលគេថាមិនបទូដៃបងប្អូនមានចាំទេលោកហ៊ុនម៉ាណែតកាលប្រហែលមកទឹកជាងមុនហ្នឹងលើកឡើងថាមានប្រភពច្បាស់ការថាថៃកងទ័ពជើងទឹកថៃនឹងប្រើកម្លាំងរឹបអូសឬក៏ដណ្ដើមទីតាំង17កន្លែងទៀតណា17កន្លែងបន្ថែមទៅលើភូមិព្រៃច័ន្ទភូមិ
ជោគជ័យនឹងតំបន់ផ្សេងទៀតដែលថៃគ្រប់គ្រងតាំងភ្នំត្រប់ភ្នំស្អីហ្នឹងមកកណោថៃអត់តន់អស់ចិត្តទេគឺថៃគេគ្រងនឹងមកយកអាតំបន់17កន្លែងពីព្រំដែនខេត្តពោធិ៍សាត់រហូតដល់ខេត្តកោះកុងអញ្ចឹងអាកន្លែងតំបន់អូភ្លុកដំរីនេះគឺជាផ្នែកមួយនៅក្នុងអា17ទីតាំងហ្នឹងតាផ្ទះ3មិញនេះតើវានៅក្នុងអូភូមិភ្លុកអូដំរីហ្នឹងឬក៏នៅទីតាំងថ្មីយើងចាំមើលទៀតតែខ្ញុំជឿថាប្រហែលជានៅក្នុងទីតាំងចាស់ដដែលនឹងច្រើនជាងព្រោះអីវាស៊ីនឹងលិខិតរបស់លោកច័ន្ទប៊ុនឌីដែលលោកមានប្រសាសន៍រឿងអា3ខ្នងដែលថៃស្នើឲ្យរំលាយចោលហើយយើងព្រមថាកំតិចចោលឬចោលតែមួយអាពីរទៀតផ្ទះប្រជាពលរដ្ឋអញ្ចឹងអាចរឿងហ្នឹងថៃគេមិនព្រមថាយើងថៃចង់កំតិចតែមួយតែថៃគេថាអត់ទេអាពីរទៀតហ្នឹងក៏ឥឡូវគេចាត់ការខ្លួនឯងហើយថៃក៏ពុំមានចាត់ការសន្តាគារកាស៊ីណូថ្មដាដែលទុកចោលនៅព្រំបតូលខេត្តពោធិ៍សាត់ហ្នឹងមួយទៀតដែរដែលជាចំណុចមួយទៀតចឹងបានន័យថាក្នុង17ហ្នឹងមានអាកន្លែងភូមិភ្លុកអូដំរីហ្នឹងហើយនឹងអាសន្តាគារកាស៊ីណូដែលទុកចោលនៅថ្មដាហ្នឹងដែលថៃបានពមៀនទៀតថាកន្លែងហ្នឹងបើខ្មែរមិនកំតិចអាសន្តាគារកាស៊ីណូនឹងចោលទេថៃកំតិចឲ្យក៏បានឬក៏ឲ្យបកគលឲ្យគេមកឲ្យគេចាត់ចែងតាមការគួរអញ្ចឹងថៃសម្បើមមែនតើនៅក្នុងន័យថាដូចថារឿងរ៉ាវពីមុនមកដែលមិនដែលឮសោះឥឡូវឮទាំងអស់យើងអត់សូវដែលឮទេរឿងហ្នឹងដោយសារគេសុំកលុំគេត្រូវគ្នាមិនឯងជួយអញជួយឯងមិនមានអា MOU មិន MOU មិនគេត្រូវរើគ្នាដល់ពេលគេឆ្លោះគ្នាដល់គេលែងត្រូវគ្នាតកូលហ៊ុនតកូលថៃស៊ីនបានយើងដឹងមកទាំងអស់ថាងាប់ព្រំដែនហ្នឹងសកេសកាណាស់អញ្ចឹងគេនឹងមិនដឹងជាយ៉ាងម៉េចបងប្អូនអាពេលដែលយើងឃើញមកប្រាវចេះទៅវាអកុសលដែលយើងឃើញដូចថាវារកម្មចិត្តព្រំដែនយើងឆ្លោះគ្នាប៉ុន្តែវាជាគេហៅថាលៀបនៅក្នុងគ្រោះមួយសម្រាប់ប្រជាពលរដ្ឋខ្ញុំនិយាយលៀបក្នុងគ្រោះហ្នឹងមិនមែននិយាយរឿងបាត់ដីទេបងប្អូនតែបាត់ដីហ្នឹងមកជេរខ្ញុំតែក្បត់ជាតិទៀតហើយថាខ្ញុំស្អីលៀបស្អីគេបាត់ដីអស់ខ្ញុំនិយាយថាលៀបហ្នឹងគឺព័ត៌មានក្នុងដៃប្រជាពលរដ្ឋបានដឹងថាអូអាតំបន់ហ្នឹងដីយើងគេរំបំពេញកន្លែងនេះយកដែរដឹងទេរឿងទាំងអស់ហ្នឹងយកដែរដឹងសោះបើកុំមានរឿងហ្នឹងគឺយកដែរដឹងទេដីយើងជាម្ចាស់ផ្ទះជាម្ចាស់ប្រទេសវាអីហ្នឹងយកដែរដឹងទេតើតែមានអញ្ចឹងបានអូអូភូមិភ្លុកអូដំរីអូអាសន្តាគារថ្មដាអូភ្នំស្អីនេះអានសេះអានស្អីច្រកនេះច្រកនោះអីចឹងទៅយើងចាប់ផ្ដើមដឹងយ៉ាងហោចណាស់ក៏យើងឥឡូវដឹងបានតែសោកស្ដាយទៀតបងប្អូនយើងដឹងប៉ុន្តែមិនកុំសោកស្ដាយហើយនាំគ្នាសម្រក់ទឹកភ្នែកបងប្អូនសោកស្ដាយជូតទឹកភ្នែកបន្តដំណើរទៅមុខទៀតហើយបន្តដំណើរនេះកុំបន្តដំណើរឲ្យគេកុំបន្តដំណើរថាគេយកក៏យកទៅធ្វើម៉េចគេខ្លាំងជាងកុំឲ្យសោះពូជខ្មែរគ្មានពាក្យថាណែឯងយកអីក៏យកចោះទៅដីយើងមិនមែនអញ្ចឹងទេណែឯងយកអីក៏យកអត់បានដែរគឺក្នុងនាមជាខ្មែរឈាមជ័រជាខ្មែរទោះក្នុងតម្លៃណាក៏ដោយគឺយើងត្រូវតែបដូរផ្ដាច់មិនឲ្យបាត់ដីសំបីតែ1មីលីម៉ែត្រឬក៏1ចំអានទេហើយយើងតវ៉ាស្រោះគ្នាប្រជាពលរដ្ឋខ្មែរ17លាននាក់អត់មានរឿងស្អីណាមកអត់ធ្មត់ឲ្យគេទាំងអស់គេយកអីយកទៅយើងដើម្បីបានសុខសន្តិភាពអត់ទេខ្ញុំអត់មានឲ្យធ្វើសង្គ្រាមម្ដងទៀតខ្ញុំអត់មានលើកទឹកចិត្តឲ្យធ្វើសង្គ្រាមទេប៉ុន្តែអត់មានឲ្យគេស្ងាត់អញ្ចឹងហើយសុកថាយើងដើម្បីសង្ងំសុកព្រោះគេនឹងមានអានុភាពអីជាងយើងថៃមិនប្រកែកជាងយើងប្រមាណទេបងប្អូនប្រកែកតែភាពឆ្លៀនពៀននិងភាពកក្លឿនទេប្រើសពាវុធខុសច្បាប់ខុសគោលការណ៍អន្តរជាតិអាហ្នឹងខ្ញុំអត់ហៅថាប្រកែកទេខ្ញុំហៅថាបំពេញជាបងធំហើយចរិតបងធំបែបនេះកម្ពុជាមានដងដាវទេបងប្អូនយើងជាជនរងគ្រោះប៉ុន្តែជនរងគ្រោះមិនមែនដេកដួលគេទាត់ធាក់យើងគេចាក់យើងវាយយើងបែកមាត់ឈាមហូរកក្លាក់ហើយយើងសំពះអង្វរគេដើម្បីសុំថាជប់វាយខ្ញុំទៀតទេអត់មានអញ្ចឹងទេអត់ឲ្យណែរួចខ្លួនទេហើយអត់ឲ្យណែរួចខ្លួននេះខ្ញុំឃើញកម្ពុជាធ្វើច្រើនហើយខ្ញុំមិនបាននិយាយថាកម្ពុជាមិនធ្វើអីសោះទេយើងតវ៉ាយើងជូនដំណឹងយើងថ្កោលទោសយើងស្នើឲ្យធ្វើនេះយើងស្នើឲ្យធ្វើនោះอย่าអត់ទាន់ធ្វើគ្រប់ទេបងប្អូនរឿងមួយដែលសំខាន់ដែលកម្ពុជាត្រូវធ្វើឲ្យគ្រប់ចឹងអ្វីដែលកម្ពុជាធ្វើមកហ្នឹងគឺកម្ពុជាធ្វើបានច្រើនហើយប៉ុន្តែថៃស្ដាប់ទេថៃអត់ស្ដាប់ដឹងថៃខ្លាចអីទេ
គឺថៃខ្លាចតុលាការយុត្តិធម៌អន្តរជាតិថៃអត់ខ្លាចលិខិតកោលទោសនឹងទេថៃអត់ខ្លាចលិខិតផ្លូវការរបស់លោកអ៊ុំរាត្រីផ្ញើទៅអភិបាលខេត្តស្រះកែវនឹងដើម្បីតវ៉ាទេថៃអត់ខ្លាចក្រសួងការបរទេសកម្ពុជាកោលទោសថៃតាមរយៈលិខិតផ្លូវការទៅអគ្គលេខាធិការអង្គការសហប្រជាជាតិឬក្រុមប្រឹក្សាសន្តិសុខនឹងទេថៃអត់ខ្លាចយើងផ្ញើលិខិតទេទៅលោកអាន់វ៉ាអ៊ីប្រាហ៊ីមដើម្បីឲ្យសម្របសម្រួលកិច្ចការព្រំដែននឹងទេថៃអត់ខ្លាចយើងទៅប្រាប់ថាលើកស្ទួយលោកដូណាល់ត្រាំឲ្យខ្លាយទៅជាអ្នកមានពានរង្វាន់សន្តិភាព Nobel សន្តិភាពដើម្បីឲ្យអាមេរិកនឹងមកចាំជួយធ្វើយ៉ាងម៉េចដាក់សម្ពាធថៃអីទេថៃអត់ខ្លាចអញ្ចឹងទេព្រោះអាទាំងអស់នេះវាជាកិច្ចការនយោបាយពេលដែលយើងជាកិច្ចការនយោបាយមិនមែនជាកិច្ចការបច្ចេកទេសផ្លូវច្បាប់ទេនៅពេលដែលជាកិច្ចការនយោបាយបើនយោបាយវាអត់មានស្ថានភាពប្រែប្រួលយើងអត់បានមានដំណោះស្រាយបងប្អូនសាកមើលរឿងលោកកម្មសខានិងរឿងគណៈបកសង្គ្រោះជាតិឬអីនៅស្រុកខ្មែរទៅដឹងហើយការកាត់ក្តីពួកគាត់ទាំងអយុត្តិធម៌ទាំងអស់គឺជារឿងនយោបាយបើយើងយកផ្លូវច្បាប់មកពួកគាត់អត់ជាប់គុកអត់ជាប់ច្បាប់អីគឺត្រូវរួចខ្លួនដែរដូច្នេះបើស្ថានភាពនយោបាយអត់ធូរគាត់នៅតែជាប់គុកមួយជីវិតអញ្ចឹងមួយអាយុអញ្ចឹងប៉ុន្តែបើស្ថានភាពនយោបាយធូរដោះលែងពួកគាត់អស់មកពេចមិនមែនរឿងច្បាប់ទេវាជារឿងនយោបាយដូចគ្នាអញ្ចឹងរឿងចំនួនជាមួយទល់ដែនថៃខ្ញុំបានប្រាប់បងប្អូនហើយម្ដងហើយម្ដងទៀតថាវាមិនមែនចំនួនបច្ចេកទេសទេគឺចំនួននយោបាយរវាងអ្នកនយោបាយកម្ពុជានិងអ្នកនយោបាយថៃហើយដំបូងហើយផ្ដើមចេញពីក្រុមគ្រួសារតកូលហ៊ុននិងក្រុមគ្រួសារតកូលថេកស៊ីនតារឿងវាតែប៉ុណ្្នឹងឯងប៉ុន្តែឥឡូវរឿងវាវិលធំរហូតដល់ទៅដល់ប៉ាតណាប៉ាតណីដងដៃរបស់កម្ពុជាបានធ្វើឲ្យខ្ញុំសរសើររដ្ឋាភិបាលកម្ពុជាលិខិតផ្លូវការតវ៉ាជំទាស់ជូនដំណឹងសូម្បីតែរឿងព្រំដែននៅក្នុងប្រាសាទនៅតំបន់មុំ3តាមាន់តូចតាកបីនិងតាមាន់ធំក៏កម្ពុជាបានធ្វើគោលការណ៍នយោបាយអស់ដែរគឺធ្វើសេចក្តីជូនដំណឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ កាលពីថ្ងៃទី15ខែមិថុនាឆ្នាំ2025យើងនេះជូនដំណឹងគេថាយើងនឹងប្តឹងថៃខ្ញុំថារដ្ឋាភិបាលកម្ពុជាធ្វើច្រើនណាស់អស់លោកហត់នឿយណាស់អស់លោកធ្វើគ្មានពេលសម្រាប់ទេពេលដែលកំពុងតែរវល់កិច្ចការដែលរឿងអាព្រំដែនគេយកបលាឬក៏សង្គ្រាមជាមួយថៃនេះហត់នឿយប៉ុណ្ណឹងអស់លោករវល់រឿងធ្វើច្បាប់ដកសញ្ជាតិរវល់ពេញប្រទេសទៀតឥឡូវនេះអាចអស់លោកនឹងរវល់នឹងធ្វើច្បាប់ដើម្បីដាក់ក្រុមអ្នកដែលបង្កើតរដ្ឋាភិបាលក្រៅប្រទេសហ្នឹងទៅជាក្រុមឧទានទៀតមិនដឹងថារវល់ប៉ុណ្ណាទេប៉ុន្តែអ្វីដែលអស់លោកកំពុងធ្វើអត់តន់ចំលមាស់ទេព្រោះសัญลักษณ์បៀរបស់កម្ពុជាមិនមែនជាសារនយោបាយផ្លូវការនឹងទេគឺសัญลักษณ์បៀរបស់កម្ពុជាគឺការដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិបើសិនជារដ្ឋាភិបាលកម្ពុជានៅតែតាំងចិត្តច្បាស់លាស់ថាខ្លួនបានដាក់ប្តឹងហើយខ្ញុំថាឲ្យ credit ថាដាក់ប្តឹងចោះចង់អស់លោកធ្វើនយោបាយប្រជាពិធស្អំចិត្តប្រជាពលរដ្ឋឲ្យជឿថាលិខិតមួយសន្លឹកដែលរបស់លោកផ្ញើទៅតុលាការយុត្តិធម៌អន្តរជាតិកាលពីឆ្នាំកាលពីខែមិថុនាពាក់កណ្ដាលខែមិថុនាចាត់ទុកថាហ្នឹងជាពាក្យបណ្ដឹងក៏ដោយចោះខ្ញុំថាឥឡូវបើអស់លោកនៅចេះថាហ្នឹងជាពាក្យបណ្ដឹងចោះប៉ុន្តែខ្ញុំនៅតែប្រកាន់ចំហថាអានោះជាសេចក្តីជូនដំណឹងទេវាគ្មានបណ្ដឹងឯណាទេបណ្ដឹងតែគេដាក់គេមានកម្មវត្ថុនៃបណ្ដឹងហ្នឹងបណ្ដឹងរឿងអីបណ្ដឹងយកផែនទីអីមេធាវីមានប្រមាណក្រុមណាអង្គហេតុនឹងរៀបរាប់យ៉ាងម៉េចប្រជាពលរដ្ឋគួរដឹងអីខ្លះហើយតុលាការយុត្តិធម៌អន្តរជាតិនឹងគេផ្សាយបានទទួលបណ្ដឹងនៅអាហ្នឹងបានបណ្ដឹងបើអត់មានទេគឺអស់លោកគ្រាន់តែជូនដំណឹងហើយជូនដំណឹងគ្មានបានការអីទេព្រោះតុលាការ ICJ អត់ត្រូវការជូនដំណឹងអីទាំងអស់បើមានពាក្យប្តឹងទៅអាហ្នឹងឯងដែលថៃខ្លាចខ្មែរហ្នឹងគឺខ្លាចកន្លែងហ្នឹងឯងអាក្រៅពីហ្នឹងថាអត់មានខ្លាចអីទាំងអស់បងប្អូនទៅមើលបងប្អូនទៅតវ៉ាជាមួយថៃទៅដកស្អីហ្នឹងដែលគេខ្លាចយើងឯងគេញញើតយើងឯងគេព្រោះគេញៀននឹងការបំពេញទៅហើយគេយកបលាលួសមកយើងអត់ហ៊ានរើយើងអត់ធ្មត់គេដឹងគេស៊ីយើងបានគេចាប់ផ្ដើមជីកត្រង់សេយើងអត់អាចធ្វើអីគេឈូសផ្លូវគេរំលែកផ្ទះប្រជាពលរដ្ឋនៅភូមិជោគជ័យគេដាក់បកគោលភ្លើងគេដាក់កាមេរ៉ាគេដាក់វាំងននខ្មៅគេដាក់ស្អីទៅគេថែមប៉ូលីសមក1500 នាក់គេចេញច្បាប់អាជ្ញាសុខគេស្អីគេដាក់មកទាំងអស់គឺគេអត់មានបានញញើតនឹងអ្វីដែលយើងចេញសេចក្តីថ្លែងការណ៍ជាលក្ខណៈនយោបាយទេព្រោះថៃគេដឹងថា
เรื่องนโยบายแบบนี้ยังจังสลับครวนติดก็ไทยอัดเหนียวแต่ไทยเนี่ยเยอะแต่มวยแต่คือเรื่องดังไทยตลาดการยุติธรรมอันตรายเชียนตัวไทยบ้านปรับตั้งปีดามตีให้เยอะขมายนั่นคืออัดเฮียนเตอลางเตอตลาดการนั่นโดยจับตุกทาตลาดการ ICJ เขาเมียนจุดตาติการเรื่องปฏิกรรมปฏิไทยพ่อจนครูอัดตัวสกอร์อะไรก็ตายเรื่องไทยตัวสกอร์มันตัวสกอร์มันตัวแตะต้องไอ้เรื่องขมายเก็บบอมเปียนเยอะหัดไอ้ก็เยอะเหมือนหนักประดังอะไรนี่ขึ้นมาดองเตี้ยบอมโอนไปจิตจริงหนึ่งขึ้นเหมือนแต่นะทำมุงในเรดโชว์นะก็อย่างเยอะแต่เป็นเรื่องดักประดังแต่ ICJ เลยบอมโอนได้ซักขึ้นสลังตึกใดขมายขึ้นดังถ้าเราตาปีบาขมายเหมือนไอ้แต่ต่อตั้งจมวยเกบานเต้ในครองสถานเพียบได้ยืงสกจัดยกวิธีอัดหมดแบบนี้แต่หายนั่งไอ้จังอัดหมดก็อัดแต่ยังบานสกซ้ำแต่เพียบจมวยขึ้นปันใต้เหมือนไอ้สกซ้ำแต่เพียบเนื้อเปได้บรรลาเหมือนรวดแบดดงยืงมุดปลาแต่แบดดงแต่คลามประมัดแต่ไอ้จังแต่อาหารเลยเกมมาหลุ่มเลี้ยเกมมาผมติดแต่ยืงดอลดำบันดับผมเปิลตีตั้งเตี้ยเนื้อปีไข่ปูสับดาวไข่ก็ก้องเกจับประดามให้บัดซึ่งจะออกลูกในทัวร์โดยชนะคำทาจีเหมือนพอดปีสิงครีมช่วยไทยเต้ปลุกปัจเจียปลอดขมายส่งไปแต่ออกลูกจิตเฮียนจีไอ้นั่นก็ลูกระกำจัดได้ปลุกยืงสดับเมาคำต่อสู้เปะลีชีวิตมนุษย์ออกมากันนอเสดับไปจังขอยจับเมียนบัดชุบบังกี่ยอบานเตแต่เว้นจังไปทัวร์สิงครีมไอ้สลับมนุษย์เถอะไอ้บางปอนโยเทียยังในจูมุกกับลูกจะมาเฉียนเมียนกำลังด้วยนะให้เข้ามาดองเต้เข้ามาเลิกจัดไอ้ทัวร์สิงครีมเต้ปลุกอัดมีนจำนั่งได้แบบตัวใบยืดเกยคลังโดยยังเศร้าอัดควอลสมัยนี้คืออัดทัวร์สิงครีมเตะบอมโอนเวียจักกลุ่มเราไปยังเกยกสเปียวดโยไอ้นางเมาส์กรอนแต่ดำใบกาเปียเจียดตุกตุลหนังกาเฉลียนเปียนล้อให้ปันไตเหมือนดอลธนาเตอจับดามบันเคียเตเวียปลุกไอ้เวียหัวสมัยพ้องให้เวียบางให้อัมพีพิบคว้า civilization นะพิบคว้าอารยธรรมคว้าพิบจัดตุ่มภายในนโยบายภายในการตูภายในไอ้สับแบบอย่างเกี่ยทั่วบ้านจังจำบัตรมินตลาดการยุติธรรมอันตรายจิตไอ้บองโอนจังจับบัตรมินตลาดการปรุงตอนอันตรายจิตไอ้จับบัตรมินตลาดการรบภายในสินมนุษย์ไอ้จับบัตรมินตลาดการทวีปแอฟริกภายในสินมนุษย์ไอ้เบอร์สันจิเกบังการตลาดการนั่งมาดำใบกรอนแต่งกุยจำมือออกลูกพญาซาทลายกาเกาตุจูนดำนังจุ่มตัวประชังไอ้แต่ปนนั้นว่าไปตลาดการบอกลูกคนละทลายซาประชังต่อวาดเกาตุนั่นไงคืออัดบานสมนมเรื่องซะอันนั้นโดยเนื้อปอกผลิตขมายยังจะใบขณีใบกระบาดใบกระบงอัดปรมประดังผลิตเนื้อแต่เจงสิกระไดทลายการมันสบายจัดในการในการละแต่ฉลองฉลายแต่ปีเนี่ยบอมพออันไหนกรมพิกีได้ตุ่มเนาะผลิตอัดดังเรื่องให้ผลิตเก่งมีเรื่องเกมากันนอนั่งจังโดยเฉพาะบอกอัดแต่ดังเกแต่เกดอกสลายอย่างไม่อะไรนี่จังโดยเนี่ยบาสันเจเกรุมลีแต่ยังใบขนองไทยเตียให้ติ๊กเกนึงรุมลีคาสิโนทมอดานติ๊กเกนึงเอาลุกตรังเซนดับบันดับผมเปิลเตียให้นเปได้ยืงของปงแต่นอมคณีกัดดับบันดับเปิลภูมิปริจันภูมิจุกเจภูมิไอ้อะไรกิจับประดามทเวสำนองเรื่องไอ้บัตรให้กิบานดักใส่กระไดประกาศเตียท้าภูมิปริจันหนึ่งภูมิจุกเจคือจิตปริกาปีระบบประเทศไทยบางคนเป็นได้ยังดักปลาเปียถ้าปริกาปีโดยยังได้ทอมจิตในกาเปียปริระบบขมายยังจังในนาโจคือกิจับอะให้ส่งกลมท้าไล่ดาวแต่จนจิตไทยก็มีปัญหาแล้วโจหลับปริกาเปียกี่จอดตุ่มหอมจนจิตขมายบ้านนี้คือขยมในยีนี่คือวิเหงโดยเฉพาะโจมโนสินเจตนานติดยัดปนใต้ขยมในใต้กึศธาขมิ้นไอใครไทยเหมือนสลับยืงปนใต้ขยมเชื่อถ้าไทยหนึ่งคลายตลาดการยุติธรรมอันตรายจิตนะให้บอสันเจกัมพูชีกึศธาบานดักประดังให้การมุนประดังบานแต่เรื่องการในแต่ขยมยีธาถ้าประดังนั้นขยมจังยีธาพร้อมเชื่อรัฐบาลบ่าวถ้าประดังจ่อปนใต้มาดอนมองนี่ขยมในแต่มา100%ถ้ารัฐบาลบานตอนประดังแต่เลยถ้าเชื่อจ่อถ้าบานประดังดับบานมุมใบภาษาตะมอนโตยตะมอนทุ่มนำภาษาตากระใบเรื่องนี้อัดเมนตรำปันดังเตียนตัวอาการบกายมิถุนานั่งเบอร์รัฐบาลอ้างถ้าบานประดังจังกระด้อยก็เรื่องแล้วเป็นปันพนมไหมหนังเรื่องปรมแดนขมายไทยซึ่งต่างอ้อยหนังโดยเฉพาะบอสันเจียอุตีห่อถ้าบานดักประดังจ่อตาคายมิถุนาแต่กระดาคายมิถุนาก็บันดังนี่ก็ถือไทม์ดับมาเพย์บันดังเตียได้เพราะไอเรื่องวิพนมตรอพองเรื่องชรอานใส่พองเรื่องเนี่ยภูมิปริจันภูมิจุกเจนี่พอง
riêng à lấy này cái mà vay tia nó phun ô phun đầm rây này phong tiệt họ à riêng thằng mò đa nó chật mà đo lại à riêng phẩm man xem nó tầm năng sắp tới đi và hai chiếc là tháp bị bao ai cũng chết đắng chăm đỏ kia ở tia họ kia cũng tịch kia liên biên kia trâu mau trong từng tiền hay dương ở ban từ to tăng vô ấy mà bán chăm đặc biệt và đắng rất có dạng mày cứ tháp bị ai chẳng đái chăm mưa sân chăm kia rùm lia dương cái trâu máu cái đặt toạp kia máu à nắng trâu từng tiền đây dương à nắng chăm dương và đắng ai cũng chẳng có thả bàn còn tay bảo ai cũng chẳng nó có thua khi mình vô tiết chóp rây chăn hay nâng phun chốt chế cái trâu mà đòi hay nó mấy cái ta mình và đắng hay mấy con mình đặc biệt nâng từ từ lá cao cho thọ anh ra chết rứa mấy cái dương trăm ấy cái tiền họ phnom trọp cái lang làng pin ở hay nè cái sai hoàng ngày nè ai phnom trọp nó miên nó không tiện bằng đăng Campuchia pin cá bà sân chỉ đặt cá lực muốn và tụ hà thả bàn đã có miên đã buôn cái lấy nè bà sa tầm mòn tôi bà sa tầm mòn thôm sa ta cả bấy nó đầm bắn mông bấy nè hà lớn mà chuẩn nia khang prom đan từ phủ sạch từ khát bạt bòn này rồi ri cái đặt lại lúc đại tham thì đó chính là về rương ra nè chẳng ở lúc ngăn là vô nhưng chưa thay là vô nè mà ngày mình đi tới bàn tay khi chưa thay giờ hỏi nó có ai nâng bờ sân chia tranh sự cái chun làm năng tới crom mê tv nâng cho con mình cái nãy cầm cá nó đo này hơi ở vị trí bọt bàn đằng khá thế hay bẩn đằng nâng kia riết trongอย่างmấy ấp một ấy thế ta khi không thể chỉ có ba lấy thế rồi dương sờ lạnh xanh thì phim phim đăng ta dương o côn xanh thì phim mà vô mà hay bàn tay o côn xanh thì phim chủ mối thay ní tay rồi thế rồi thay chỉ nè lên biển dương mình ai miên xanh thì phim tên là về đại miên kia chăm ta từng tiền hai bom ôn chăm trong đây khi mà đón tiền nè rương prom đai nè rương đai thập tay rương đai đây ní nè rồi tháp bị ba na còn đôi rồi tháp bị ba na đại bờ đắc sai mình sưu tế cứ chít khi mình bán sọc tê rồi leak sau tầng ác kia bây giờ pro cắt chặt kia không miên tí bằng phật tê dương mơ bờ vật dương mau hai à riêng chỉ môi năng Việt Nam riêng ấy sầm may lon no sầm may ấy riêng bật đại tập Việt Nam ấy từ ôi dương ấp trong ai bờ vật xa năng xa đà năng chẳng hay ban tha miên tầng wall rồi tháp bị ba đặt phát đăng kia từ đăng tới hai bởi vì phương che cao là hai phủ dương ở bàn pra vượt phong đấy dương à vượt rồi bao dương để sạ sứt bằng phật cứ bị bẩn đắng chỉ play cá từ từ lá ca cho từ thọ ăn rạ chiết ICC nâng từ lá ca prom toàn ăn rạ chiết ICC đăng bị ca bằng pin rồi bọc thầy hai ai thầy chặt ca bằng đăng ấy chặt thiết tới cùng từ khoa riêng thầy hay thầy ní na bởi dương phần đăng á ọt miên cả lá xì khai tê tại sao ấy thầy khai từ lá ca ăn rạ chiết nâng ở từ tôi coi cho ta thì cái hai tà lao từ nó thay bao một ngày thay khai chẳng ta thay ăn khai cái tàu vào thì thay ăn khai cái gì à lấy bom bom nhưng mà tiền hòn mà sao mấy lúc ôm lịch đấy nhau lịch khật mui từ kia ngày phim vậy nè từ áp ba khật sạc kèo to qua riêng phun prey chan nè phun chuột gì lịch khật ní mà lực ti mui thế nào bom bom lúc ôm lịch đấy lúc prang prai nèยังเคยง่ายคือบ้านสำนักแต่ตัวเตียนดำเนินไอ้สกับสกอลได้ปลูกเตยจึงจุ่มในปรุงได้นั่งนำใบตัวมือสกตกไปจีบรอดแต่ไอ้กาเปียอันนี้ญาติเปคลานั่งถือแต่จับเนี่ยได้ไซปอร์ดมีนตัวไอ้พร้อมจังลูกหลวลคลายจีบไซปอร์ดมีนตัวปีปรุงได้นั่งปลูกเยอะกับปรุงจากซับปอร์ดมีนให้ยืงนอมเนี่ยแต่ไซปีปรุงได้ทั่วไอ้ปุลตุกลูกอมเดตรนั่งเตี้ยผัวลูกถือดักเสียปัญหาปรุงได้จึงมวยไทยให้ยืงนอมเนี่ยแต่ไซปอร์ดมีนตัวไอ้เคยไทยโยปลาลูกชูได้ชูไอ้นั่งเวียร์กั้มดอลลาร์งาทอนะได้กับปรุงแต่อัดทั้งหมดให้ไอ้บางจีอัดลูกแต่ไซแบบนี้บอกอัดลูกไซแบบนี้คือลูกให้ตรุงไอ้จักให้ลูกการไปเชี่ยอัดจังไอ้ขมายยืงเคยอย่างปีบรรลาลูกน้องวิโจจรือปีเด็กน้องแบบโดนพลานประมาทจังลูกกำปงแต่ทั่วไอ้ลูกอมเดตรอัดบานสำระเปเดตรเตบ่าอันนั้นจังยี่จังบางคนทางดูดักตีร้ายจังการไปเชี่ยแต่บังกราบสำเร็จแบบทรายปีเรื่องกาเปิดจังอัดอ้อยในน้ำทรายได้เรื่องปรุงได้ไทยเว้นยังยี่ปีโยอัดเตี้ยโยอัดตระโยสิมังมาจัดไทยทรายสร้อยแต่ไม่ปรับไทยโยได้ขมายขมายเว้นอย่างเกยโยบานให้นั่งอัดอ้อยทรายที่ปลุกไอ้ยังอัดทั้งหมดยังก็เอาไปเชี่ยปลอดดังลำปีเกยโยได้ไอ้ผู้แต่โยยังก็ปงอัดทั้งหมดคลายเก่งโลเวได้อาบัดยังคอมปรังตังสมาธิจังเราไปได้เมียนโยสไลส์อาดโยไอ้มาสัญญามุกเลือคลายคลายเลยคลายกร้อมยังโซทอเต้าได้อาบัดแต่บางภายในเต้าเคย
វាអត់សំខាន់រឿងស្រីស្អាតរឿងស្អីយកមកមុខទេសំខាន់រឿងការតាំងសិលរបស់យើងតើយើងច្បាស់លាស់ប៉ុណ្ណាតែយើងអត់ច្បាស់ខ្លួនឯងចិត្តយើងក៏អត់ជ្រះថ្លាចង់ទៅសូត្រដាច់ខ្យល់ស្លាប់ទៀតក៏មិនទៅព្រះនិព្វានអីនឹងកើតដែរអញ្ចឹងបានថាវាពិបាកអញ្ចឹងហ៎បងប្អូនឥឡូវហ្នឹងយើងវាពិបាកអញ្ចឹងដល់ចឹងអាជ្ញាធរជាងការដោះស្រាយបញ្ហានេះគឺយើងទប់បិទវិញអានោះដូចយើងលាត់ស្បែកឬក៏ថាចង់និយាយថាមុតកបិតអីជ្រៅខ្លាំងដែលវាស៊ីរួងដល់ឆ្អឹងអីអញ្ចឹងទៅយើងអត់យកថ្នាំផ្សះមកលេបទេយើងយកបងរបួសយកមករុំបិទពីក្រៅហើយអត់ប្រាំងលេបថ្នាំផ្សះហើយយើងថាបាត់ហើយបាត់ចិត្តស្អាតប៉ុន្តែវាឈឺចាប់នៅខាងក្នុងហ្នឹងណាគឺអត់បានឃើញមែនអូអត់អីជាខាងលើមើលទៅគេបិទមកស្អាតហើយប៉ុន្តែខាងក្នុងវាអត់ផ្សះជាទេដូចគ្នារឿងហ្នឹងអញ្ចឹងយើងចង់បានថាខ្ញុំមិនមែនតែទៅឃើញរដ្ឋាភិបាលលោកប្រឹងអាជ្ញាធរដែនដីប្រឹងណាស់ហើយអ្នកដែលពិបាកជាងគេបំផុតគឺអ្នកដែលនៅជាប់ព្រំដែនហ្នឹងអាជ្ញាធរឬអភិបាលខេត្តដែលជាប់ព្រំដែនហ្នឹងមានពូសាត់មានកោះកុងមានប្រទីមានជ័យជាពិសេសគឺលោកអ៊ំរាត្រីនៅអាម្ដុំភូមិជោគជ័យនិងភូមិព្រៃច័ន្ទហ្នឹងគឺសម្បើមមែនតើព្រោះថៃចេញច្បាប់អាជ្ញាសិទ្ធិលោកផ្ញើលិខិតទៅគេតវ៉ាជំទាស់គេថាភូមិព្រៃច័ន្ទហ្នឹងភូមិជោគជ័យជាបោះខ្មែរទេឬក៏តំបន់ហ្នឹងទុកឲ្យគណៈកម្មការចម្រុះកិច្ចការព្រំដែនគេដោះស្រាយទៅកុំឲ្យធ្វើអីប្រទេសផ្ដាស់ទៀតព្រោះយើងមានបទជប់បាញ់មានអីហើយកុំឲ្យរុះរើកុំឲ្យអីទៀតប្រជាពលរដ្ឋរស់នៅនឹងច្រើនឆ្នាំហើយតាំងមុនមាន MOU អីលោកសរសេរតែរហូតចឹងលើកទី2ក៏លោកសរសេរហើយឲ្យប្រាប់ទៅអាជ្ញាធរថៃកុំមកកាត់ទោសរករឿងប្រជាពលរដ្ឋខ្មែរក្នុងដែនដីខ្មែរអីធ្វើនឹងមិនត្រូវទេដល់ពេលអភិបាលខេត្តស្រះកែវគាត់តបមកវិញនឹងគាត់ថាម៉េចទេគាត់ថាអត់មានស្ដាប់លិខិតរបស់លោកអ៊ុំរាត្រីអីទៀតទេគឺអ្វីដែលជាគោលដៅជាក់លាក់របស់ថៃគឺត្រូវតែអនុវត្តតាមគោលការណ៍ឲ្យខាងតែបានឥឡូវនៅសល់ពេលតែប្រហែលថ្ងៃទៀតទេឥឡូវគេលុបបដា5-6ផ្ទាំងនៅលើអាភូមិព្រៃច័ន្ទនិងភូមិជោគជ័យនឹងដើម្បីប្រាប់ថាតំបន់នេះជាព្រៃការពារហើយចាប់ពីពេលនេះតទៅគឺប្រហែលជាមួយអាទិត្យទៀតអ្នកណាក៏ដោយចូលព្រៃការពារហ្នឹងគឺគេនឹងចាប់ផ្ដន់ទាទោសកាត់ទោសសម្បើមទាំងខ្មែរទាំងថៃអូយអានេះមិនតែនតែម្ដងបងប្អូនទាំងអស់គ្នាហើយគេអត់មានទៅស្ដាប់លិខិតយើងទេដោយសារអីគេថាអស់ហើយគេថាអស់ការអត់ធ្មត់របស់គេទៀតគេទុកពេលយើងនឹងវាគ្រប់សពទៀតគេជូនដំណឹងយើងច្រើនលើកច្រើនគេតែយើងអត់ព្រមចលះប្រជាពលរដ្ឋចេញពីភូមិដូច្នេះបងប្អូនបន្តិចទៀតណាយើងនឹងមានបញ្ហាធំមែនតើដោយសារអីគេចលះប្រជាពលរដ្ឋខ្មែរគេរំលាយផ្ទះរបស់យើងហ្នឹងឥឡូវគេជោគផ្លូវគេជោគអីគេធ្វើបរិចធ្វើគ្រោះអីពី3-4-5ម៉ែត្រទៅ8ម៉ែត្រពីអីនិយាយទៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទហ្នឹងបាននៃខ្លាយទៅជាទឹកដីថៃស៊ើប 100% នៅក្នុងការក្រោមការគ្រប់គ្រងរបស់គេតែកម្ពុជាបានដែរយើងមិនទទួលស្គាល់យើងតវ៉ាយើងកោលទោសយើងជូនដំណឹងម្ដងទៀតបងប្អូននេះគឺជាសារនយោបាយទេជាផ្លូវការបែបការទូតសារនយោបាយប៉ុន្តែដើម្បីឲ្យដោះស្រាយបញ្ហាគឺគាត់ទាល់តែយើងចាត់ការប្តឹងទៅថៃតាក់ទងនឹងភូមិព្រៃច័ន្ទហ្នឹងទៅតុលាការយុត្តិធម៌អន្តរជាតិផងបងប្អូនបើមិនប្តឹងទេកម្ពុជារកម្មបន្លាលួសនៅក្នុងសួតប្រមាត់កម្ពុជាហើយនឹងលំបាកណាស់ហើយខ្ញុំថារដ្ឋាភិបាលកម្ពុជាខ្លួនឯងក៏លំបាកនៅក្នុងការដែលស្អំចិត្តប្រជាពលរដ្ឋដែរព្រោះមិនដឹងទៅប្រាប់ប្រជាពលរដ្ឋថាម៉េចឥឡូវខ្ញុំជឿថាលោកពិបាកតែប្រាប់ប្រជាពលរដ្ឋថាម៉េចយើងធ្លាប់តែងើបមួយវាយមួយជាមួយប្រជាពលរដ្ឋក្នុងខ្លួនឯងយើងធ្លាប់តែរំលីគ្នាឯងបំផ្លាញគ្នាឯងកំទេចគ្នាឯងធ្វើបាក់ស្បាតគ្នាឯងអស់ហើយហ្នឹងខ្មែរនឹងខ្មែរនេះខ្មែរណាដែលហ៊ាននិយាយអីនៅស្រុកខ្មែរនេះបញ្ញវន្តបណ្ឌិតកវីអីគេដកហូតពលឹងអស់ហើយហ្នឹងសងំសក់ដោយសារតែអាវប្បធម៌បំផ្លាញខ្មែរគ្នាឯងងើបមួយវាយមួយនេះហើយដល់ពេលឥឡូវយើងជាមួយថៃគេយកដល់ណាណីហើយយើងអត់តតាំងតើខ្ញុំជឿថាលោកនាយរដ្ឋមន្ត្រីហ៊ុនសែនលោកហ៊ុនម៉ាណែតដែលលោកពិបាកប៉ុណ្ណានៅក្នុងការប្រាប់ប្រជាពលរដ្ឋថាស្ដាប់ជឿជាក់រដ្ឋាភិបាលយើងអត់ធ្មត់ណាបើអត់ធ្មត់ពីមុនមកខ្ញុំមិនថាទេរដ្ឋាភិបាលដែលចេះអត់ធ្មត់ឯណាជាមួយប្រជាពលរដ្ឋខ្លួនឯងនេះហើយដល់យើងមកអត់ធ្មត់ជាមួយថៃតែយើងទៅប្រាប់គេយ៉ាងម៉េចខ្ញុំនិយាយនេះមិនមែនបានន័យថាការអត់ធ្មត់នឹងអត់មានប្រយោជន៍ទេវាមានប្រយោជន៍វាបានសុខសន្តិភាពវាបានមិនមានការផ្ទុះអាវុធតតាំងគ្នាដូចគេបាញ់មកប្រាវពីប្រាវនៅច្រកអានសេះយើងអត់តដៃគេជាការពិតអត់មានសង្គ្រាម
ប៉ុន្តែបងប្អូនប្រជាពលរដ្ឋទៅហ៊ាននៅជួរមុខអីថាចុះបើឲ្យយើងទៅឈរចាំនៅជួរមុខគេបាញ់ប្រើមកម្លងក្បាលយើងចូលដីខ្មែរហើយទៅយើងអត់តតាំងអីឲ្យនៅទៅអីមិននាំមានទៅផ្ទះទៅអស់ទៅអីអញ្ចឹងណាបងប្អូនសំបីតែហ៊ានជួរមុខហ្នឹងក៏គ្នាមានដូចថាពិបាកដែរប៉ុន្តែយ៉ាងណាពួកគាត់នៅតែក្រែងនានាស្ដាប់បញ្ជាព្រោះធម្មតាតបត្រូវតែស្ដាប់បញ្ជាមេអញ្ចឹងបាទឥឡូវរឿងនេះគឺឃើញរឿងគេអត់ព្រមឥឡូវយើងចូលមកដល់ព័ត៌មានចុងក្រោយពីទៀតដែលខ្ញុំនឹងបិទបញ្ចប់នៅក្នុង5នាទីទៀតនេះបងប្អូនយើងស្ដាប់ព័ត៌មានគឺអត់មានស្ងប់ស្ងាត់ទេព្រំដែនពុះដូចបាយពុះចឹងខកម្ពុជាថាស្ងប់ស្ងាត់តែប៉ុណ្្នឹងឯងយើងអត់មានស្ងប់ស្ងាត់ទេហើយក៏មានសារអីមកឲ្យប្រជាពលរដ្ឋនឹងព្រមតាមអ្នកណាជ្រុលច្បល់អីមិនសបាយសម្អោយក្នុងខោអីទៅនាំគ្នាបង្កើតទាហានបង្កើតអីតវ៉ាស្ម័គ្រចិត្តទៅព្រំដែនខ្លួនឯងអីបានហើយកុំយើងត្រូវលើកទឹកចិត្តឲ្យប្រជាពលរដ្ឋតវ៉ាគ្រប់គ្នាហើយលើកទឹកចិត្តឲ្យរដ្ឋាភិបាលប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហើយតវ៉ាគ្រប់ទីតាំងទីកន្លែងអានឹងមិនត្រូវប៉ុន្តែបើនាំគ្នាឲ្យប្រជាពលរដ្ឋនៅស្ងប់ចិត្តទៅហើយចាំឲ្យគេយករំលាយផ្ទះរំលាយដីយើងហើយគេចូលមកកាន់តែជ្រៅខ្ញុំថានឹងទទួលរងការរិះគន់ពីប្រជាពលរដ្ឋទូទៅពេញទឹកពេញដីហើយបាទឥឡូវនេះគឺដំណឹងចុងក្រោយនេះគឺខ្ញុំចង់និយាយអំពីទាក់ទងករណីនិយាយករណីស្រះកែវបងប្អូនរឿងសរសេរលិខិតអីទៅអភិបាលស្រះកែវអីហ្នឹងវាជាពិធីសារទេអភិបាលស្រះកែវនេះក៏គ្មានអំណាចស្អីណាដែរអំណាចទាំងអស់នៅលើយោធាទេបងប្អូនហើយគ្មានរដ្ឋាភិបាលថៃនឹងក៏គ្មានឥទ្ធិពលដែរអំណាចទាំងអស់យោធាដូច្នេះកុំទៅឈឺក្បាលបើយើងដឹងថាទៅសេទៅដូចទៅសុំភ្លើងយៈដដែលទេគឺមានតែតុលាការអន្តរជាតិព្រោះអីរឿងថៃនេះរឿងយោធាទាំងអស់គ្មានអភិបាលខេត្តឯណាមានឥទ្ធិពលអីមកទៅតរឿងព្រៃច័ន្ទរឿងភូមិជោគជ័យអីហ្នឹងទេរឿងស្ដេចថៃរឿងយោធាថៃឯនោះទេអញ្ចឹងរឿងហ្នឹងគឺវារឿងធំណាស់ចឹងបានថារឿងធំដល់យើងដោះស្រាយរឿងកម្រិតធំអាការចេញលិខិតផ្លូវការនេះចេះតែធ្វើទៅកុំឲ្យថាយើងមិនបានធ្វើអីសោះប៉ុន្តែរឿងធំគឺដោះស្រាយរឿងធំគឺរឿងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិមួយទៀតដែលខ្ញុំចង់និយាយបញ្ចប់ហ្នឹងគឺតកតងនឹងរឿងលោកនាយករដ្ឋមន្ត្រីថៃអនុទិនច័ន្ទវរៈគុលថ្ងៃនេះប្រកាសឲ្យថារដ្ឋាភិបាលថៃថ្មីនេះនឹងរំលាយសភានៅមុនខែមីនាឆ្នាំ2026ហើយទៅរៀបចំឲ្យមានការបោះឆ្នោតបងប្អូនទម្រាំថៃមានការរៀបចំការបោះឆ្នោតតលតែអាចខែ9យើងវិញនេះជិត1ឆ្នាំហើយបើបងប្អូននៅចាំដុតធូបបន់សងសម្រាប់ឲ្យថៃមាននាយករដ្ឋមន្ត្រីថ្មីគឺយើងសុំភ្លើងយ៉ាហើយយើងតតែរកវិធីមូលមាត់គ្នាផ្សះផ្សាគ្នាឲ្យលើកទឹកចិត្តគ្នាធ្វើបាតកម្មឲ្យរដ្ឋាភិបាលដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិគ្រប់គ្នាបើមិនដូច្នេះទេគឺយើងមិនមានសង្ឃឹមអីដែលថានឹងដោះស្រាយបញ្ហានេះបានទេព្រោះអីរដ្ឋាភិបាលធ្វើអស់ចិត្តហើយតែថៃគេមិនស្ដាប់រដ្ឋាភិបាលមិនបានធ្វើទេធ្វើអស់ចិត្តហើយគាត់ថាធ្វើមិនត្រូវរឿងតែប៉ុណ្្នឹងឯងឥឡូវនេះខ្ញុំបញ្ចប់រឿងនេះត្រឹមប៉ុណ្្នឹងហើយចុងក្រោយគឺតាក់ទងនឹងរឿងលោកលឹមកំយ៉ាបាទកិច្ចកម្មរបស់លោកលឹមកំយ៉ានឹងបងប្អូនដឹងហើយជូរចត់ណាស់តាំងពីថ្ងៃទី7ខែមករាឆ្នាំ2025គឺនៅទីក្រុងបាងកកលោកបានស្លាប់យ៉ាងអនាយធមដោយឃាតករឈ្មោះភាណយបានបាញ់សម្លាប់ដោយមានការជ្រោមជ្រែងពីខ្មែរយើង2នាក់គឺមានពេជ្រកំស្រិនដែលឡើងរថយន្តក្រុងទៅប្រាប់ឃាតករថាអ្នកណាដែលត្រូវសម្លាប់ហ្នឹងហើយនឹងមានលោកលីរតនៈរស្មីដែលលោកលីរតនៈរស្មីពីដើមឡើយជាមនុស្សនៅក្នុងគណៈបកប្រឆាំងទេតែក្រោយមកក៏បំបីខ្លួនចូលទៅគណៈបកប្រជាជនជាទីប្រឹក្សារបស់គណៈបកប្រជាជនអីអញ្ចឹងទៅហើយនៅពេលក្រោយមកក៏បែករឿងហ្នឹងចេញលីរតនៈរស្មីហ្នឹងជាអ្នកផ្ទេរលុយផ្ទេរអីដើម្បីឲ្យភាណយហ្នឹងជាធ្នូនៅក្នុងការបាញ់សម្លាប់លោកកំយ៉ាលឹងកំយ៉ា2នាក់ទាំងលោកលីរតនៈរស្មីនិងលោកពេជ្រកំស្រិនរត់ចូលមកប្រទេសកម្ពុជាបាត់ខ្លួននៅក្នុងប្រទេសកម្ពុជាតាំងពីពេលហ្នឹងបាត់ស្រមោលឈឹងអ្នកខ្លះថាប្រហែលជាកពើស៊ីបាត់ហើយក៏មិនដឹងអ្នកខ្លះទៀតថាធម្មតាទេជាសាក់សីដែលអាចមានការប៉ះពាល់និយាយប្រទេសផ្ដាស់អីប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជាប្រហែលជាគេលាក់ទុកនៅកន្លែងណាការពារអញ្ចឹងព្រោះអីបើសិនជាសកម្មជនគណៈបកប្រឆាំងគុំថាឡាយចូលដល់ស្រុកខ្មែរចូលដល់ថៃគឺគេតាមចាប់មកបានផងហេតុអីបានចាប់លោកលីរតនៈរស្មីនិងពេជ្រកំសឹននឹងមិនបានរឿងនេះគឺឥឡូវតុលាការថៃគេបានលើកយកថ្ងៃទី30ខែកញ្ញាស្អែកនេះធ្វើជាពិធីរៀបចំជំនុំជម្រះក្តីលោក
គិតកដៃដល់ម្នាក់ដែលភៀណយនឹងដែលគេចាប់បាននៅក្នុងប្រទេសកម្ពុជាហើយនឹងតកងឡានរបស់គាត់ដែលបឹកដឹកគាត់ឆ្លងកាត់ចូលដល់ទឹកដីកម្ពុជាហ្នឹងហើយគេចាប់បានហើយចាប់ទាំងតកងឡានទាំងគាត់នឹងដូច្នេះគេនឹងផ្ដំទាទោសកាត់ក្តីគាត់នៅថ្ងៃទី30ស្អែកនេះនឹងថ្ងៃខាងស្អែកផងចូលដល់ថ្ងៃទី1ខែតុលាផងសេចក្តីថ្លែងការណ៍របស់មេធាវីការពារក្តីរបស់លោកលឹមកំយ៉ានៅប្រទេសបារាំងហ្នឹងគឺរៀបរាប់អំពីសវនាការដែលនឹងប្រព្រឹត្តទៅហ្នឹងហើយក៏ពួកគាត់សង្ឃឹមថានឹងតឡាការនឹងរកយុត្តិធម៌ហើយក៏ថាសវនាការនេះគឺជាជំហានសំខាន់ជាដំបូងមួយក្នុងការស្វែងរកមុខឃាតករពិតប្រាកដតកតងនៅក្នុងករណីធ្វើឃាតកម្មបើទោះបីជាក្រុមមេធាវីថាឃាតករនិងអ្នកដៃដល់2អ្នកទៀតកំពុងតែលាក់ខ្លួននៅប្រទេសកម្ពុជាគឺលោកពេជ្រកំស្រិននិងលីរតនៈរស្មីខ្ញុំជឿថារឿងនេះក៏ជារឿងកក្រើកដែរព្រោះអីលោកលឹមកំយ៉ាគឺមានសញ្ជាតិបារាំងជាតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិដែលមានវោហារសាស្ត្ររិះគន់រដ្ឋាភិបាលក៏ច្រើនដែរហើយប៉ុន្តែលោកជាអ្នកស្នេហាជាតិមួយដ៏ផ្ដួលផ្ដាច់ខ្ញុំសរសើរវីរភាពនិងភាពអង្អាចក្លាហានរបស់លោកប៉ុន្តែជាអកុសលគឺត្រូវបានឃាតកររួមគ្នាពួតដៃគ្នាថៃជាអ្នកសម្លាប់ប៉ុន្តែខ្មែរជាអ្នកពួតដៃគ្នាឲ្យជួលឃាតករថៃឲ្យសម្លាប់គឺវាឈឺចាប់មែនតើស្ដាប់ទៅគឺពាក់ព័ន្ធនឹងជនជាតិខ្មែរយើងហើយឃាតកម្មដែលកើតឡើងរាល់ដងមិនដែលរកឃាតករឃើញទេជួនកាលបានឃាតករសបនិមិត្តក៏ប៉ុន្តែម្ដងនេះគឺមានរូបថតនៅលើរថយន្តក្រុងដែលមានលោកពេជ្រកំស្រិនដែលជាប្អូនបង្កើតរបស់លោកពេជ្រស្រស់ចូលរួមដៃនៅក្នុងការដែលប្រាប់ឃាតករឲ្យបាញ់ឲ្យត្រូវជនរងគ្រោះហ្នឹងហើយលោកលីរតនៈរស្មីហ្នឹងគឺតាក់ទងទូរស័ព្ទនៅក្នុងការផ្ទេរលុយដើម្បីឲ្យបានដល់ដៃឃាតករអញ្ចឹងហើយអ្នកទាំងអស់នេះគឺសុទ្ធតែជាជនដៃដល់នៅក្នុងអកតកម្មនេះហើយខ្ញុំជឿថានៅពេលដែលតុលាការថៃកាត់ទោសនេះវាជាឱកាសមួយក្នុងការឲ្យពិភពលោកបានដឹងថាប្រជាពលរដ្ឋខ្មែរក៏កំពុងតែតាមដានមើលថាតើតឡាការថៃអាចរកយុត្តិធម៌ជូនជនរងគ្រោះបានឬយ៉ាងណាខ្ញុំជឿថាតឡាការថៃនឹងកាត់ទោសភៀណយព្រោះនៅក្នុងដែនសមត្ថកិច្ចគេប៉ុន្តែគេបានចេញដីកាតាមចាប់លីរតនៈរស្មីនិងពេជ្រកំស្រិនអីចឹងដែរប៉ុន្តែមើលទៅតាំងពីនឹងមកមិនមានការថ្លែងសារណាមួយពីរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងរឿងនេះសោះយើងក៏ចាំតាមដានតទៅទៀតហើយបងប្អូនខ្ញុំនឹងជម្រាបជូនព័ត៌មាននេះនៅពេលដែលសវនាការធ្វើនៅថ្ងៃស្អែកថាតើបានលទ្ធផលយ៉ាងម៉េចគេចោះរឿងពេជ្រកំស្រិននិងលីរតនៈរស្មីហ្នឹងគឺនឹងធ្វើយ៉ាងម៉េចចាក់ពួកគាត់បានព្រោះអីកម្ពុជាមកដល់នេះមានរឿងជាមួយថៃទៀតអាចមិនពិបាកនឹងសហការគ្នាកាលមិនទាន់មានរឿងកាលត្រូវគ្នាលោកលើមួយ Thaksin តកូល Thaksin ស្រីយីងឡាសំទោសបិថងថាណាមិននៅតាមមិនបានជួយសម្រួលរឿងនេះផងចាឥឡូវសម្ងំអត់ត្រូវគ្នាទៀតតាអាចនឹងយកពីរអ្នកនេះទៅឲ្យកាត់ទោសឬក៏ជាសាក់សីរស់អីយ៉ាងម៉េចឬក៏កពើស៊ីយ៉ាងណាគឺយើងអត់ដឹងតែយើងចង់ចាំមើលទៀតថាតើជំហរកម្ពុជាយ៉ាងម៉េចដែរតើតើនឹងរឿងពីរអ្នកដែលថៃសុំឲ្យជួយចាប់ខ្លួនហ្នឹងហើយតើតឡាការថៃសម្រាប់យ៉ាងម៉េចទៅលើសាក់សីដែលមានស្រាប់តើភៀណយហើយនឹងចាក់ក្រឹតដែលជាអ្នកបើកឡានឲ្យភៀណយនឹងឆ្លើយយ៉ាងម៉េចតកតងនឹងរឿងឃាតកម្មដ៏កក្រើកនៅទីក្រុងបាងកកនេះបាទខ្ញុំសូមស្លេះការផ្សាយផ្ទាល់របស់ខ្ញុំត្រឹមប៉ុណ្ណេះសិនបងប្អូនខ្ញុំនឹងជម្រាបជូនព័ត៌មានបន្ថែមជូនបងប្អូនទៀតនៅថ្ងៃស្អែកហើយចាប់ពីស្អែកទៅខ្ញុំនឹងផ្សាយតាម YouTube វិញហើយព្រោះអីខ្ញុំដោះស្រាយបញ្ហាសំឡេងលើ YouTube បានវិញហើយបាទសូមអរគុណច្រើនបងប្អូនអរុនសួស្តីសម្រាប់បងប្អូននៅទីក្រុង Long Beach ហើយនិងសហរដ្ឋអាមេរិកទាំងមូលហើយត្រីសួស្តីចំពោះបងប្អូនខ្មែរនៅកម្ពុជាទទួលទានដំណេកឲ្យលងលក់ស្កប់ស្កល់ស្អែកទទួលទានប្រកបរបរជាជីវិតដើម្បីសងគ្រោះនៃវត្ថុនិងធនាគារតទៅទៀតបាទកុំឲ្យវាធានាយូរពេកសូមអរគុណនិងសូមជម្រាបលា